ទៀតថាលោកឯងជាអ្នកណាគេទៅមានឋានៈអីទៅហេតុអីបានជានិយាយផ្ដេសផ្ដាស់ចឹងនេះហេតុអីក៏លោកហ៊ានខ្លាំងម៉េចមិនយល់ទេឈើមើលទៅហានេះគឺជាគុជខ្ចង់ខ្មៅមានវាមួយគឺអាចបដូរយកទីក្រុងទាំងមូលបានណាកំណត់នេះកម្ររកបានណាតែលោកបានវាមកពីណាទៅរបស់នេះថ្លៃណាស់មែនទេទើបព្រះនាងជ្រួលជ្រើងបែបនេះឃើញទេរបស់ទាំងអស់នេះនៅមហាជ័យរបស់យើងសម្បូរខ្លាំងណាស់ពួកខ្ញុំមិនអួតទេប៉ុន្តែឲ្យតែទ្រង់ជល់ព្រមចុះចាញ់ជាមួយនឹងនគរមហាជ័យនោះនគររបស់ពួកយើងច្បាស់ជាសុខសាន្តទោះបីជាពេជ្រខ្មៅគុជខ្ចង់របស់លោកនេះអាចទិញណាន់ជាបានក៏ដោយចុះប៉ុន្តែมันប្រកាសថាអាចធ្វើអីនគរបៃមារបស់យើងបាននោះទេបើទោះបីជាព្រឹទ្ធាចារ្យរបស់យើងមិនទាន់ព្យាបាលជានៅឡើយប៉ុន្តែពេលនេះកងទ័ព10000នាក់រងចាំច្បាំងគ្រប់ពេលមានសារជាមិនតន់ព្រះនាងកងទ័ព100000របស់យើងត្រូវចុះចូលជាមួយនឹងនគរមហាជ័យមកថាម៉េចឯងនិយាយថាម៉េចហ្នឹងมันអាចទៅរួចទេតែហ៊ាន10នាក់សុំចាញ់ធ្វើត្បិតតែគុជខ្មៅរបស់យើងมันអាចទិញវារហោឋានភៀកខាងជើងក៏ដោយចុះប៉ុន្តែតែហ៊ានដល់ប្រយុទ្ធច្រើនឆ្នាំមិនសូវមានប្រាក់កាក់តាំងទីលំនៅទេគេមិនដែលបានរស់នៅលំនៅឋានដែលល្អជាមួយប្រពន្ធកូនរបស់គេទេណាផែនការដែលបានគ្រោងទុកច្រើនឆ្នាំគឺត្រូវបានបំផ្លាញដោយសារខ្ញុំគេម្នាក់នោះគឺពិតជាមិនធម្មតាទេដែលអាចធ្វើរឿងទាំងអស់នេះនៅក្នុងមហាជ័យបាននោះសូម្បីតែកំណត់របស់ខ្ញុំក៏មិនអាចប្រៀបជាមួយគេដែរជំនាញរបស់ខ្ញុំគឺបកកាយទូទេបានអញ្ចឹងខ្ញុំទូទេមើលសិនតើបនាងត្រង់តែយ៉ាងណាទៅมันអាចទេมันអាចទៅជាអញ្ចឹងទេมันអាចទៅរួចទេគាត់ជាមនុស្សមកពីឋានសួគ៌សេយយន់មីងបនាងបានខែអីខ្លះហ្នឹងមើលតែគេម្នាក់នោះគឺជាបិសាចថែមទាំងធ្វើឲ្យបនាងយន់មីងត្រូវរបួសទៀតសូមបនាងទាំង3កុំនិយាយយ៉ាងនេះមហាជ័យរបស់យើងគឺមានតែលោកសៅផាន់ម្នាក់គត់ដែលអាចយកឈ្នះនគរទាំង3របស់បនាងនោះប៉ុណ្ណឹងហើយនៅមិនព្រមចូលចាញ់ទៀតទេចាប់ពីពេលនេះតទៅក្នុងនាមយើងជាព្រះជាសូមប្រកាសនគរទាំង4របស់ពួកយើងគឺត្រូវតែចាប់ដៃសាមគ្គីគ្នាឡើងវិញចំណែកបនាងទាំង3គឺត្រូវតែរៀបអភិសេកជាមួយលោកម្ចាស់សៅហ្វាននិយាយការបច្ចៈគឺខ្ញុំតែងតែគោរពអ្នកក្លាហានដែលមានភាពរឹងមាំទោះបីជាព្រឹទ្ធាចារ្យទាំង3របស់ពួកយើងមានរបួសក៏ដោយចាស់ប៉ុន្តែឲ្យតែនគរពួកយើងទាំង3រួមកម្លាំងគ្នាគឺច្បាស់ជាអាចកម្ចាត់សត្រូវបានជាមិនខានយុទ្ធសាស្ត្ររបស់គាត់គឺបានកម្រិតពាក់កណ្ដាស់ព្រះឲ្យតែនគរទាំង3របស់ពួកយើងរួមកម្លាំងគ្នាប្រកាសជាកម្ចាត់បិសាចបានហើយមិនបាច់ពឹងគេទេបើចង់ឲ្យនគរទាំង3របស់ពួកយើងនេះរួមកម្លាំងជាមួយនោះណាគឺត្រូវតែបញ្ចេញកម្លាំងពិតឲ្យពួកយើងមើលឃើញសិនយកល្អពួកយើងប្រយុទ្ធគ្នាសិនទៅបើមិនអញ្ចឹងទេវាយពួកយើងស្លាប់ក៏ពួកអ្នកក៏ទាំង3មិនរួបរวมជាមួយដែរហើយបនាងមានបន្ទូត្រូវបានទាំងអស់គ្នានិយាយអញ្ចឹងទៅហើយនោះក្នុងរយៈពេល3ថ្ងៃទៀតតែក៏ទាំង4របស់ពួកយើងគឺត្រូវធ្វើការប្រកួតគ្នានៅភ្នំវូលូដល់ពេលនោះអ្នកណាឈ្នះចាញ់គឺយើងគង់តែដឹងទេសម្រាប់ថាអញ្ចឹងចាស់ពេលនេះមានរបស់ហូបហើយឆ្ងាញ់មែនណាប្រងសាក់មួយសិនដែរទេហ៎លោកអត់មកទៅខ្ញុំជាព្រះជាឋានសួគ៌នៃរាជាអមតៈនៅលើមេទាំង4អាណាចក្រខាងក្រោមគឺពិតទាំង4លោកអាចរៀបការជាមួយខ្ញុំបានដោយសារតែខ្ញុំគិតថាលោកបានប៉ះទង្គិចរាងកាយរបស់ខ្ញុំមើលតែលោកគឺជាមនុស្សល្ងងណាស់បាននិយាយទៅលោកគ្រាន់តែជាប្រុសស្នំដែលខ្ញុំពេញចិត្តម្នាក់តែប៉ុណ្ណោះដោយសារតែលោកបានផ្ដល់ប្រយោជន៍ឲ្យខ្ញុំជាច្រើនដូច្នេះគឺខ្ញុំត្រូវតែសូមអំណរទៅលោកវិញអាចារ្យព្រះនាងអញ្ចឹងបើសិនជាទូបង្គំមិនបានផ្ដល់ប្រយោជន៍ឲ្យព្រះនាងនោះទ្រង់នឹងសម្លាប់ទូបង្គំតាំងពីយូរណាស់មកហើយមែនទេហ៎ព្រះនាងគិតតែពីប្រយោជន៍ខ្លួនឯងមែនក្រាញ់ព្រះនាងឲ្យទូបង្គំរៀបអភិសេកជាមួយនឹងទ្រង់ថែមទាំងព្រះនាងនគរទាំង3ទៀតតែពេលនេះទ្រង់បែរជាយកអំណាចមកប្រើទូបង្គំបែបនេះតាមមែនទេមិនត្រូវធ្វើអញ្ចឹងទេលោកត្រូវតែជួយខ្ញុំនឹងតែងតាំងលោកជាមហាថ្លឹកផ្នែកកត់ត្រានណាថាម៉េចមហាថ្លឹកព្រះអង្គត្រូវការអ្វីបន្ថែមទៀតទេស្រុបកាយទេទ្រង់ងាប់មិនខានទេបើមិនអញ្ចឹងទេនោះធ្វើជាសេនាចំណិតទៅហើយមិនកើតទេច្បាស់ជាមានពាក្យចចាមអារ៉ាមជាច្រើននិយាយដើមខ្ញុំតែថ្ងៃមុខបើអញ្ចឹងខ្ញុំនឹងឲ្យលោកធ្វើជាប្រធានក្រុមការពារព្រះជាណាហើយបើទោះបីជាខ្ញុំចង់ទៅណាមកណាគឺលោកអាចការពារខ្ញុំមួយនេះរៀងក្រាន់បើបន្តិចតែបើអាពីប្រភេទមុននោះទទួលចូលមិនបានទេធ្វើជាប្រធានក្រុមមួយថ្ងៃមិនបានដើរតាណាផងនឹងមិនធ្វើទេឥឡូវនិយាយមកចង់ធ្វើអីទៅឲ្យធ្វើជាមហាថ្លឹកក៏មិនធ្វើឲ្យធ្វើជាប្រធានក្រុមក៏មិនធ្វើទៀតហើយលឿនឡើងទៅមិនអញ្ចឹងទេមិនអីចង់កដាមុខឥឡូវហ្នឹងណាធ្វើបែបនេះចុះទូបង្គំហើយនឹងព្រះនាងជាប្តីប្រពន្ធនឹងគ្នានៅមុខរដ្ឋមន្ត្រីទូបង្គំហៅថាព្រះអង្គម្ចាស់
ប៉ុន្តែនៅតែពីរនាក់ហៅថាប្តីប្រពន្ធអូនសំណាញ់អីអញ្ចឹងក៏បានដែរចាំមិនដែរហ៎ ធ្វើជាស្វាមីបរិជាមែនទេបើអញ្ចឹងធ្វើជាអ្នកគ្រប់គ្រងប្រទេសជាតិហើយណាកាត់ម្ដងទៀតទេម្យ៉ាងទៀតណាគឺលោកត្រូវរៀបការជាមួយព្រះនាងទាំង3ហើយបើសិនជាលោករៀបការជាមួយខ្ញុំទៀតលោកត្រូវតែមានអ្វីជាពិសេស អាចារ្យកំដាប់ដៃខ្លាំងជាងអីបថងទៅហើយអត់មានអ្វីជាពិសេសទៀតព្រះនាងពិតជាមើងងាយឯងពេកហើយ បើសិនជាលោកព្រមធ្វើតាមខ្ញុំព្រមបង្ហាញពីជំនាញរបស់លោកនោះណាខ្ញុំធានាថាលោកមានទ្រព្យសម្បត្តិបញ្ចេចប់ដូច្នេះអ្វីដែលលោកគិតមិញនេះបំភ្លេចចោលទៅហើយថ្ងៃស្អែកនេះបើសិនជាលោកធ្វើមិនធ្វើលោកត្រូវតែប្រាប់ខ្ញុំបើសិនជាខ្ញុំអត់រវល់ជាមួយលោកទេលោកច្បាស់ជាគ្មានអីហូបខ្ញុំនឹងឲ្យលោកអត់ឃ្លានរហូតដល់ស្លាប់ហើយខ្ញុំនឹងឲ្យកងទ័ព3000នាក់ទៀតធ្វើជាកូនចៅរបស់លោក ព្រះអង្គម្ចាស់មកពីនគរណានជូព្រះអង្គសៀនអាកមានកម្រិតយុទ្ធសិលវគ្គកណ្ដាលព្រះដងហ្វាងស៊ូក្នុងនាមនាងជាព្រះអង្គម្ចាស់នៅនគរមហាជ័យព្រះអង្គឆាប់ចុះចាញ់ឲ្យហើយទៅមិនអាចទប់ទល់ជាមួយនឹងនគរទាំង3របស់ពួកយើងទេដងហ្វាងស៊ូព្រះអង្គមិនមែនជាមនុស្សប្រុសគ្រាន់តែជាមនុស្សស្រីដែលចេះតែដេប៉ាឆាប់ចុះចាញ់ឲ្យហើយទៅព្រះអង្គម្ចាស់នគរខាងលិចស៊ូជៀនជីងវៃយុទ្ធសិលអាណាចក្រកណ្ដាលទេវតាយើងក៏មិនចង់សម្លាប់ព្រះអង្គម្ចាស់ដែរប៉ុន្តែនគរបៃម៉ាយើងមហាជ័យមិនអាចត្រូវគ្នាបានទេបៃម៉ាស៊ូដល់ស្លាប់ព្រះអង្គម្ចាស់បៃម៉ាយេលូរ៉ុងយុទ្ធសិលដំណាក់កាលនៃព្រះកម្លាំងដ៏កាចសាហាវរបស់ទ្រង់ពិតជាសាហាវណាស់ដងវ៉ាងស៊ូព្រះអង្គពិតជាក្លាហានណាស់ចង់ឲ្យនគរទាំង3របស់ពួកយើងនេះចុះចាញ់ជាមួយនឹងព្រះអង្គមែនទេទោះបង្គំមិនយល់ព្រមនោះទេកាលពីមុននគរណានជូយើងជានគរប្រកែកខាងច្បាំងសង្គ្រាមចង់ឲ្យយើងចុះចូលមិនអាចជាដាច់ខាតដងហ្វាងស៊ូព្រះអង្គជាមនុស្សស្រីមិនអាចធ្វើអ្វីបានដូចជាមនុស្សប្រុសពួកយើងទេយល់ល្អព្រះអង្គម្ចាស់គួរតែចោទចាញ់បើមិនចឹងទេបាយឡែវឥឡូវហើយដងហ្វាងស៊ូព្រះអង្គត្រឹមតែជាមនុស្សស្រីតែប៉ុណ្ណោះតែអាចធ្វើអ្វីបានទៅយល់ល្អធ្វើជាប្រពន្ធរបស់ទូបង្គំទៅទង្វើរបស់លោកមិនសមធ្វើជាស្ដេចទេមហាជ័យរបស់យើងគឺមានអ្នកមានទេពកោសល្យច្រើនណាស់ហើយពួកគេនឹងអាចបង្ក្រាបលោកនៅក្នុងនគរទាំង3បានហេតុអីបានជាមិនឃើញសៅហ្វានពេលនេះទៅហើយហេតុអីក៏មិនទាន់មកទៀតនោះនេះឆ្ងាញ់អូមិនឲ្យចូលទេនគរទាំង3កំពុងតែប្រជុំគ្នានោះហាមចូលកម្មវិធីនេះបើសិនជាគ្មានជើងច្បាស់ជាអំបិលមិនខានទេអាដៃញើយឆាប់បើកផ្លូវទៅមិនអាចបើកទេមុននឹងបើកសួរសិនទៅបោះបាយបានវត្តបើបាន5វត្តទើបឲ្យចូលបើមិនអញ្ចឹងទេចេញទៅវិញទៅកុំរំខាននគរទាំង3កំពុងតែភាសាគ្នាដូចយល់ត្រូវហើយលក្ខខណ្ឌនេះទើបតែបង្កើតថ្មីឯងអញ្ចឹងយើងសួរឲ្យតើឯងបោះបាយបិទបានប្រមាណវត្តដែរហើយទៅវត្តណាខ្លះយើងទៅធ្វើបន់ពាក់ប៉ុនអីជាមួយឯងយើងឆ្លើយទៅចោះយើងមិនទាន់បានមកវត្តទេមិនទាន់បានមកវត្តមិនឲ្យចូលទេអញ្ចឹងអាប្រុសឯងឆាប់ចេញទៅកុំរំខានពួកយើងឆាប់ឲ្យយើងចូលទៅបើសិនជាយើងមិនបានចូលទៅទេនគរមហាជ័យនេះច្បាស់ជាប្រគល់ឲ្យនគរទាំង3ហើយចេញទៅណែមិនឲ្យចូលទេអាមិនក៏បានជានិយាយចេះស្ដាប់គ្នាអញ្ចឹងពួកយើងគ្រាន់តែសួរថាឯងទៅបោះបាយបិទបានប្រមាណវត្តមិនក៏មិនឆ្លើយបើឆ្លើយរួចគេឲ្យចូលហើយនៅបើតប៉ាយយ៉ាងទៀតដាក់ក្បាលម្ដៅឥឡូវបើថាមិនបានមកវត្តទេប្រញាប់ចេញទៅវិញទៅបិណ្ឌ6បិណ្ឌ7បានជើងទៅពួកឯងបើកផ្លូវទៅវិវោហើយបើសិនជានៅតែប៉ាយជាមួយនឹងពួកអាប្រមាណអ្នកនឹងទៀតមហាជ័យច្បាស់ជាមានគ្រោះថ្នាក់ហើយក៏ប៉ុន្តែក្រែងយើងមានយុទ្ធសាស្ត្រអាចហោះបានតាលបងទាំងអស់គ្នាខ្ញុំទើបតែមកពីផ្ទះក្នុងដៃខ្ញុំនេះគឺអន្សមជ្រូកពួកលបងត្រូវការដែរទេមកត្រូវការទេល្អិតយើងមិននិយាយទៅប៉ាយច្រើនពេកណាគ្រាន់តែនិយាយទៅវិសាមបន្តិចយើងមិនឲ្យឯងចូលទេបើពួកលបងមិនឲ្យខ្ញុំចូលបើមានបញ្ហាអ្វីទៅតើលបងឯងទទួលខុសត្រូវដែរទេបើមិនឲ្យខ្ញុំជុកខ្ញុំហោះសម្បត្តិដូចឯងអញ្ចឹងចេះហោះដែរមែនទេមិនស្រួលទេពួកអស់នេះមើងងាយជីវភាពអញទៅចាំម៉េចបើសិនជាលបងមិនព្រមបើកទ្វារទេអញ្ចឹងមានតែខ្ញុំហោះហើយល្អិតទៅវិញទៅកុំរំខានយើងណែឯងមើលចុះហិចដងហ្វាងស៊ូវិញត្បិតតែពេលនោះនាងទៅបង្ក្រាបបីសាច់ជាមួយនឹងពពកបរោះរបស់យើងប៉ុន្តែយ៉ាងណានេះជាមនុស្សស្រីមិនអាចគ្រប់គ្រងបានទេយល់ល្អចុះចាញ់ទៅចុះចាញ់ក្បាលចូលឯងស្អីណែសុំទោសនៅទាំងអស់គ្នាដោយសារតែពួកអាដៃប្រមាណអ្នកមិញសួរថាឯងបោកបាយបិណ្ឌបានប្រមាណវត្តប៉ុន្តែពួកតាកាចាទាំង3នាក់នេះហើយអញញ៉ៃស្អីហ្នឹងចង់អុកឡុកធ្វើបាបប្រពន្ធរបស់យើងផងមែនទេម្នាក់មកចាស់ដូចខ្មោច7ថ្ងៃចង់យ៉ាងម៉េចហ្នឹងណែប្រពន្ធសម្បាញ់ពួកគេទាំង3នាក់ជាស្អីទៅព្រះអង្គម្ចាស់នៃនគរទាំង4ការពិតគឺព្រះអង្គម្ចាស់នគរទាំង4ទេហើយចុះហេតុអីបានជាមកចង់រករឿងជាមួយនឹងប្រពន្ធរបស់ខ្ញុំអញ្ចឹងពួកលោកចង់អេតិមែនទេអេតិក្បាលឯងស្អីមើលទៅឯងក្មេងណាស់និយាយស្ដីមិនចេះគោរពចាស់ទុំនឹងចាស់ទុំខ្មោចចូលស្អីទេកាន់សិតអាវុធគ្រប់ដៃហើយសិតថាចាស់ទុំប្រពន្ធសម្លាញ់ចង់ចាប់ការយ៉ាងម៉េចបងចាប់ការឲ្យព្រះអង្គម្ចាស់អ្នកនេះគឺជាកម្ពុជានៃបក្សសៀនធាន
អាយ៉ាកាពិតនេះជាកម្ពុជានៃប៉ាសៀនធានតាអញ្ចឹងមកសម្ដីក្អេងក្អាងម្លេះយើងប្រាប់ឯងទៅចុះឲ្យជួយសកលឲ្យឯងហើយគោរពយើងខ្លះផងទៅគោរពលោកខ្ញុំសុកចិត្តគោរពប្រសង់នៅតាមវត្តក៏មិនគោរពស្ដេចល្ងីល្ងើដូចជាឯងដែរនគរកំពុងតែសុកសាន្តបែរជាម្នាក់ចង់មកដណ្ដើមទឹកដីរបស់គេទឹកដីខ្លួនឯងមិនកំព្រមការពារចាំបាច់អីមកចង់មកដណ្ដើមណែនគរមហាជ័យរបស់យើងចាំមិនយើងនិយាយត្រូវចំណុចហើយមែនទេទើបពួកឯងសើចមិននឹកស្មានថាដងហ្វាងស៊ូជាស្ដេចនៅមហាជ័យបែរជាឲ្យក្មេងអាល្អិតម្នាក់នេះមកនិយាយជំនួសទៅវិញព្រោះយើងទាំងបីនឹងបញ្ជូនឯងទៅឋាននរកហើយណែមិនទាន់បានរាប់ផងវាយបាត់ទៅហើយជាទង្វើថោកទាបពួកលោកហ៊ានធ្វើបែបនេះនៅនគរមហាជ័យរបស់ពួកយើងផងតែលោកមានដឹងទេការប្រឆាំងរបស់លោកនេះគឺធ្វើឲ្យប្រជារាស្ត្រដែលគ្មានកំហុសស្លាប់រាប់មិនអស់ដោយសារតែមហិច្ឆតារបស់ពួកលោកព្រះរាជាដំណាក់មុនបានបន្ថយជីវិតបាត់ត្រាបបិសាចបន្ទាប់មកខ្លួនឯងក៏មានរបួសធ្ងន់ធ្ងរគោលបំណងគឺតែម្ចាស់គុតគឺចង់ឲ្យប្រទេសទាំង4មានសន្តិភាពរាល់កិច្ចសន្យាព្រមព្រៀងគឺនៅទីនេះទ្រង់ចង់ឲ្យនគរទាំង3ចាប់ដៃគ្នាដើម្បីកម្ចាត់សត្រូវប៉ុន្តែនគរទាំង3នាំគ្នាវាយប្រហារមហាជ័យទៅវិញធ្វើបែបនេះគឺមានន័យថាក្បត់គឺត្រូវបានកត់ត្រានៅក្នុងប្រវត្តិសាស្ត្រដងហ្វាស៊ូនាងឈប់និយាយធ្វើជាល្អទៀតទៅការពិតយើងក៏មិនចង់បង្កសង្គ្រាមដែរប៉ុន្តែនគររបស់យើងត្រូវបានបណ្ដាសាដូច្នេះហើយទើបយើងមកដណ្ដើមទឹកដីរបស់នាងល្អណាស់ថ្ងៃនេះមហាជ័យរបស់យើងនាំបញ្ជូនសៅហ្វានដើម្បីប្រយុទ្ធជាមួយពួកលោកបើសិនជាគាត់ចាញ់វាជាការបរាជ័យរបស់ខ្ញុំប៉ុន្តែបើសិនជាគាត់ឈ្នះនគរទាំង3គឺត្រូវតែចោលជាមួយមហាជ័យហើយបើសិនជាមានអ្នកណាមានកំណត់បះបោម្ដងទៀតខ្ញុំនឹងដឹកនាំតបប្រយុទ្ធដល់ផ្ទាល់មើលតែប្រជាទ្រង់ដូចជាមនុស្សឈួតបើសិនជាប្រយុទ្ធឲ្យខ្លួនឯងនោះទ្រង់នឹងអាចឈ្នះប៉ុន្តែទ្រង់បែរជាបញ្ជូនអ្នកបម្រើល្ងីល្ងើម្នាក់មិនដឹងអីទៅប្រយុទ្ធទៅវិញរឿងនេះមិនចម្លែកទេតាមមើលព្រះអង្គម្ចាស់ប្រហែលជាមានរបួសធ្ងន់ហើយមកទៅនោះបានជាទ្រង់ធ្វើអញ្ចឹងព្រះអង្គម្ចាស់ម្នាក់សៅហ្វាននោះពិតជាចំណែកខ្លាំងណាស់នៅពេលដែលខ្ញុំម្ចាស់ទាញវាសនារបស់គេបែរជាមិនឃើញអ្វីសោះថែមទាំងធ្វើឲ្យខ្ញុំម្ចាស់ក្អួតឈាមទៀតប្រពោអាប្អូនសៅហ្វានដើម្បីថាឯងមានយុទ្ធសាស្ត្រខ្លាំងយើងចង់សារជាមួយឯងសាក់មើលយុទ្ធសាស្ត្រផ្នែកទឹកចំចាស់ហើយប្រើយុទ្ធសាស្ត្រផ្នែកទឹកចប់កណ្ដំឆែបនេះឯងអញ្ចឹងតើបានជាឯងមានយុទ្ធសាស្ត្រខ្លាំងបែបនេះផឹកវិញ្ញាជាមួយគេគាត់ត្រូវរហូតពិតជាកម្រណាស់ដែលមានអ្នកយល់ដឹងអំពីយុទ្ធសាស្ត្រនេះយុទ្ធសាស្ត្រវល់ស្អីទុកឲ្យយើងវិញម្ដងយើងចាប់ការឯងយុទ្ធសាស្ត្រមហាទមុនអាយុទៅពីរំទើតាកាចាស់ធ្លាប់មើលធឿនធីរ៉ាទេគាត់ប្រកែកែងតែយើងប្រកែកវាយក្បាលពោះម្ដាយមិញតើចុកចាប់ដែរទេហ៎អាយវិញវ៉ាន់អញនៅណានៅចេះដងហ្វាងស៊ូយើងមិននិយាយច្រើនទេនាងឆាប់ចុះចាញ់ឲ្យហើយទៅនេះគឺជាវត្ថុទិព្វរបស់លោកសៀនអាមានរបស់មួយនេះច្បាស់ជាឈ្នះមិនខាននោះទេយុទ្ធសាស្ត្ររបស់គាត់ពិតជាសាហាវខ្លាំងណាស់នេះគឺជាថងទិព្វរបស់ព្រះអង្គម្ចាស់សិនអាតយល់ល្អពេលនេះព្រះអង្គម្ចាស់គួរតែចុះចាញ់ឲ្យហើយទៅឈប់សិនអាធីនលោកជាស្ដេចគ្រប់គ្រងនគរហើយអះអាងថានិកាយអមតារបស់លោកល្អមិននឹកស្មានថាលោកប្រើវិធីថោកទាបដល់ម្លឹងសោះដងហ្វាងស៊ូនាងគិតថានាងគឺជាព្រះអង្គម្ចាស់ត្រឹមត្រូវមែនទេខ្ញុំសួរនាងតាំងពីបិណ្ឌ1រហូតដល់បិណ្ឌ6ហើយបានមកវត្តហើយនៅឬធ្វើបន់ពាក់ព័ន្ធអីជាមួយនឹងឯងទៅជើងប្រាប់ឯងទៅចោះប្រពន្ធរបស់ជើងទៅថ្ងៃស្អែកនេះហើយគិតតែខ្លួនឯងទេដែលនិយាយនោះតើបានមកវត្តហើយឬនៅសពដៃក្អែងក្អាងឯងពិតជាក្អែងក្អាងមែនអាចោមកសៀតកើតទៅអាចង្រៃនេះវានៅតែក្រោយខ្នងមនុស្សស្រីតែប៉ុណ្ណោះទេព្រះអង្គម្ចាស់យល់អចុះចាញ់ជាមួយនឹងពួកយើងហើយទៅមកពីក្រោយខ្នងមនុស្សស្រីមែនទេលោកដឹងអត់ហ្នឹងនៅពេលដែលយើងបានប្រយុទ្ធគ្នាជាមួយបេសាចនោះប្រតិចាររបស់ពួកលោកទាំង3នៅពីក្រោយខ្នងរបស់ខ្ញុំប៉ុន្តែសំណាងល្អខ្លាំងណាស់ដែលបានសៅហ្វានមកទាន់គេក៏បានប្រយុទ្ធជាមួយបេសាចនោះធ្វើឲ្យបេសាចបរាជ័យនាងនិយាយថាម៉េចបោពាក់បរោះរបស់យើងនៅពីក្រោយខ្នងរបស់នាងមែនទេនិយាយមិនចេះខ្មាស់មាត់មែនឈើតាមមើលទៅសមត្ថភាពរបស់នាងគឺគ្មាននោះទេថែមទាំងឲ្យអាចចង្រៃល្អិតម្នាក់នេះជាអ្នកប្រយុទ្ធជំនួសនគរមហាជ័យវិញប្តីផ្ដាស់ណាស់មហាជ័យរបស់ខ្ញុំមិនអាចជួយសង្គ្រោះជាតិយូរ៉ុងទេដូច្នេះការគ្រប់គ្រងរបស់លោកនៅភាគខាងជើងមិនស្ថិតក្នុងគ្រោះថ្នាក់ទេចុះហេតុអីបានជាលោកសម្លឹងមកមហាជ័យរបស់ខ្ញុំលោកប្រហែលជាគិតថាក្នុងទ្វីបនេះគ្មានអ្នកណាជាស្ដេចចម្បាំងទេមើលទៅលោកធ្វើអក្រក់ចានណាស់សម្រាប់បងប្រុសខ្លួនឯងដណ្ដើមរាជបល្ល័ង្កគិតថាធ្វើបែបនេះជារឿងល្អមែនទេចាំមើលថាព្រះអង្គមានផែនការបែបណាទៅទូបង្គំពិតជាចង់ឃើញខ្លាំងណាស់បញ្ចេញសមត្ថភាពមកគឺជាសៀកយានជីដែលបានក្បាលឧត្តមកតេរបស់ខ្ញុំលោកបានចាប់ក្មេងស្រីជាច្រើនព្រោះតែបំពេញវិជាគុណរបស់ខ្លួនបន្ទាប់មកក៏ធ្វើឲ្យខ្លួនឯងខ្លាចទៅជាអ្នកគ្រប់គ្រងនគរឆេះដងហ្វាងស៊ូខ្ញុំក៏មិនចង់ធ្វើអញ្ចឹងដែរក៏ប៉ុន្តែអ្វីគ្រប់យ៉ាងទាំងអស់នេះ
គឺដោយសារតែនគរមហាជើបានដាក់បណ្ដាសាយើងដងហ្វាំងស៊ូនាងមើលចុះនេះជាអ្វីឯងជាប់បណ្ដាសាមានពាក្យប៉ុនអីជាមួយនឹងប្រពន្ធរបស់ជើងទៅប្រពន្ធរបស់ជើងគ្រាន់តែចង់ឲ្យនគរទាំង3រួមគ្នាកុំឲ្យមានសង្គ្រាមតែប៉ុណ្ណោះតែឯងបែរជាធ្វើអញ្ចឹងទៅវិញអាឡិនយើងឲ្យឯងមើលចុះហាពុតធោប្រធាងហើយឯងឃើញហើយឬនៅនេះគឺជាបណ្ដាសាបើនគរទាំង3អាចគ្រប់គ្រងមហាជើបណ្ដាសារបស់យើងក៏អាចដោះស្រាយបានដែរព្រះអង្គម្ចាស់ហើយព្រះអង្គម្ចាស់ដែលធ្វើបន់ដែរទេហេតុអីបានជាជាប់បណ្ដាសាបែបនេះគឺដោយសារតែឆ្នាំមុនយើងទៅបោះបាយបិណ្ឌឃើញបាយបិណ្ឌទំនងពេកមិនទាន់បានបោះផងក៏ភ្លុកមួយម៉ាត់ទៅដូច្នេះក៏ជាប់បណ្ដាសានេះមានតែទឹកដីមហាជើទេទើបអាចដោះបណ្ដាសាមួយនេះបាទដងវ៉ាងស៊ូពេលនេះព្រះអង្គម្ចាស់ដឹងហើយមូលហេតុទាំងអស់នេះហើយទើបនគរទាំង3ជើងសោកចិត្តមកទីនេះដើម្បីប្រឆាំងជាមួយនឹងព្រះអង្គម្ចាស់យល់អឆាប់ចូលចាញ់ឲ្យហើយទៅពួកយើងទាំងអស់គ្នាក៏មិនចង់ធ្វើអញ្ចឹងដែរតែនេះដោយសារតែមានហេតុផលនេះទើបយើងមកទីនេះត្រូវហើយព្រះអង្គម្ចាស់ឆាប់បកលទឹកដីមហាជើមកឲ្យពួកយើងមកបើមិនអញ្ចឹងទេយើងនឹងបញ្ជូនព្រះអង្គម្ចាស់ឲ្យទៅស៊ីបាយបិណ្ឌនៅយប់នេះតាមមើលទៅប្រពន្ធរបស់យើងពិតជាមានសម្ពាធខ្លាំងណាស់បញ្ហារបស់គេសោះតែប៉ះពាល់ដល់នាងធ្វើជាព្រះអង្គម្ចាស់ពិតជាមិនងាយស្រួលទេយើងត្រូវតែរកវិធីជួយនាងដើម្បីឲ្យនគរទាំង3នេះចុះចូលជាមួយនឹងមហាជើប្រពន្ធសម្លាញ់តាមមានដំណោះដោះស្រាយទេមិនទាន់មានដំណោះស្រាយនៅឡើយទេពួកកាចាស់ទាំង3ខ្ញុំព្រមប្រយុទ្ធជាមួយលោកបើសិនជាខ្ញុំចាញ់នោះខ្ញុំនឹងប៉ាវពួកលោកដាក់មកឈុតឲ្យណានៃតែម្ដងតែបើសិនជាខ្ញុំឈ្នះនោះបើសិនជាឯងឈ្នះតើឯងចង់ធ្វើអ្វីទៅឬមួយឯងចង់ឲ្យយើងចេញ10កេះតើឯងបើលោក10កេះខ្ញុំក៏10កេះដែរហ្នឹងដាច់ខាតពួកយើងត្រូវតែប្រយុទ្ធឲ្យឈ្នះបើមិនចឹងទេអស់10កេះមិនខានទេ10កេះសម្រាប់យើងគ្មានអីអស់ចាទេតែបើពួកយើងឈ្នះមហាជ័យជារបស់ពួកយើងប្រហែលណានៅក្នុងករណីនេះបើសិនជាទាំងអស់គ្នាព្រមបញ្ឈប់បញ្ហាទាំងអស់ត្រឹមថ្ងៃនេះបើសិនជាខ្ញុំចាញ់មហាជ័យនឹងតាមលោកសាហ្វានលោកជាស្វាមីរបស់ខ្ញុំវាស្នាមហាជ័យនៅក្នុងដៃរបស់លោកកុំធ្វើឲ្យខ្ញុំអស់សង្ឃឹមអីសោះប្រពន្ធសម្លាញ់អូនទុកចិត្តចោះបងនឹងធ្វើឲ្យបានល្អជាងនេះអូនត្រៀមសាច់ខ្លែមឲ្យហើយទៅបងនឹងវាយពួកវាយកស្រា30កេះនោះជូនអូនឲ្យបានពួកកាចាស់ទាំង3យល់ល្អពួកឯងចូលមកទាំងអស់គ្នាមកនិយាយគ្នាហើយបើចាញ់10កេះវើយតែបើខ្ញុំចាញ់ខ្ញុំឲ្យពួកលោកម្នាក់2កេះថែមទាំងនគរមហាជើនេះផងពួកលោកទាំង3នាក់តាណាគេចូលមុនទៅឆាប់និយាយមកឲ្យចោលផ្លោកវាឯងនិយាយក្អេងក្អាងណាស់អញ្ចឹងទុកឲ្យយើងមុនគេចុះបើសិនជាឯងចាញ់យើងត្រូវការតែ2កេះតែប៉ុណ្ណោះប៉ុន្តែ2កេះនេះគឺឈុតក្នុងខេពួកឯងត្រូវតែអញ្ជើញពួកយើងទាំង3នាក់នេះទៅផងដែរថែមទាំងរកស្រីស្អាតៗឲ្យយើងផងទើបបានពួកយើងយល់ព្រមបើមិនចឹងទេឯងច្បាស់ជាស្លាប់ពួកលោកទឹកចិត្តចោះខ្ញុំនិយាយម៉ាត់ណាគឺម៉ាត់នឹងប៉ុន្តែលោកចង់បានអាពីឈុតនៅក្នុងខេនោះយកឈ្នះខ្ញុំសិនទៅចាំនិយាយគ្នាទៀតអីយ៉ាអូយញូពីគិតរុនផ្ទះដាវផ្ដាច់ស្មោលខ្លាំងម្ល៉េះមិនអាចទេពិតជាមិនអាចទេហេតុអីបានជាឯងខ្លាំងយ៉ាងនេះយើងចាញ់ឯងហើយតើឯងជានរណាគេទៅយើងប្រាប់ហើយតាថាកំចង់ភ្នាល់ជាមួយយើងឥឡូវនេះយ៉ាងម៉េចដែរយើងប្រាប់ហើយទឹកដីរបស់ពួកឯងត្រូវតែចោះចូលជាមួយនឹងយើងម្យ៉ាងទៀតអាច10កេះនោះក៏ត្រូវឲ្យពួកជើងដែរពួកលោកទាំងអស់គ្នាកំពុងតែប្រឈមមុខនឹងកម្រិតព្រះហើយខ្ញុំប្រាប់ពួកលោកហើយប៉ុន្តែពួកលោកនៅតែមិនជឿមុននេះខ្ញុំបានប្រាប់ហើយថាគាត់គឺជាអ្នកកម្ចាត់បិសាចពេលនេះជឿហើយនៅមានអីចង់និយាយទៀតទេមិនគួរឲ្យជឿថាឯងមានយុទ្ធសាស្ត្រកម្រិតព្រះបែបនេះអញ្ចឹងតើបានជាឯងក្អេងក្អាងបែបនេះណែអញញួរទិបរបស់យើង
ពេលនេះខូចខាត់អស់អាលីងហើយថែមទាំងអស់10កែទៀតតើឯងជានរណាគេទៅហេតុអីបានជាមានសមត្ថភាពខ្លាំងបែបនេះសូមកាត់បន្ថយត្រឹមតែ5កែតើបានដែរទេមិនបានទេខ្ញុំប្រាប់ហើយថា10កែគឺ10កែនគរពួកឯងទាំង3ត្រូវតែចុះចូលជាមួយនឹងនគរមហាជ័យចាប់ពីថ្ងៃនេះទៅត្រូវតែស្ដាប់បញ្ជាប្រពន្ធរបស់ខ្ញុំបើមិនអញ្ចឹងទេកុំថាសៅហ្វាន់ខ្ញុំនេះដាច់ធម៌មេត្តាចំពោះពួកលោកពេកហ៊ានប្រយុទ្ធជាមួយខ្ញុំត្រូវតែទទួលស្គាល់កុំភ្លេច10កែផង10កែនោះខ្ញុំនឹងឲ្យគេដឹកជូនលោកម្ចាស់ខ្ញុំក៏ដូចគ្នាខ្ញុំព្រមចោះចាយហើយ10កែនោះចាប់តិចឲ្យលោកហើយចោះចំណែកលោកវិញដឹកឲ្យខ្ញុំពេលណាដែរខ្ញុំនឹងដឹកឲ្យលោកនៅថ្ងៃនេះតែម្ដងលោកកុំបារម្ភអីម្យ៉ាងទៀតពួកយើងក៏សូមចោះចូលជាមួយនឹងមហាជ័យដែរហើយចុះព្រះនាងទាំង3ទៀតនៅមានចិត្តចង់ធ្វើបាបមហាជ័យទៀតទេខ្ញុំបានបញ្ជាក់ហើយខ្ញុំមិនចង់អស់បន្លាយទៀតទេនៅក្នុងការប្រកួតនេះមហាជ័យតែម្នាក់អាចយកឈ្នះមនុស្ស3នាក់អ្នកទទួលជ័យជំនះគឺមហាជ័យពួកលោកមិនត្រូវធ្វើអ្វីផ្ដេសផ្ដាស់ទេនគរទាំង3ត្រូវដកចេញហើយព្រមចុះចាញ់ប្រកួតព្រះអង្គម្ចាស់